សួរគ្រូនេះជាវីដេអូសម្រាប់កិច្ចការ midterm ហើយគោលដៅកិច្ចការ midterm របស់យើងអ្វីដែលយើងចង់បានគឺ form ដើម្បីឲ្យគេបញ្ចូលព័ត៌មានហើយព័ត៌មានរបស់យើងដែលចង់ឲ្យគេបញ្ចូលមានឈ្មោះមាន email ហើយនឹងមាន profile អញ្ចឹងយើងមកមើល source code របស់យើងទាំងអស់នេះចំពោះទម្រង់វាខ្ញុំសរសេរវាជា code HTML និង JavaScript ដើម្បីចាប់យកទិន្នន័យចំពោះក្នុង JavaScript នេះខ្ញុំបានបង្កើត array មួយដែលមាន function sell student ដើម្បីនៅពេលដែលគេបញ្ចូលទិន្នន័យទៅវារក្សាទុកបានជានៅពេលដែលខ្ញុំបញ្ចូលឈ្មោះចូល Gmailហើយនឹងចូល profile ពេលដែលយើង save វានឹងចាប់បានហើយវានឹងចេញនៅកន្លែង student list នេះអញ្ចឹងនៅពេលមានបញ្ហាឧទាហរណ៍នៅពេលដែលគេបញ្ចូលព័ត៌មានអត់បានគ្រប់គ្រាន់យើងដាក់លក្ខខណ្ឌមួយដើម្បីឲ្យគេដឹងគឺយើងដាក់ឲ្យវា alert ប្រាប់គេថាឲ្យគេបញ្ចូលទិន្នន័យហ្នឹងឲ្យបានគ្រប់ជ្រុងជ្រោយអញ្ចឹងនៅពេលដែលខ្ញុំឧទាហរណ៍ខ្ញុំបញ្ចូលបានថាឈ្មោះហើយនឹង profile ទេអញ្ចឹងនៅពេលដែលយើងចុច save វានឹង alert ប្រាប់ user ហ្នឹងថាឲ្យបញ្ចូលទិន្នន័យឲ្យបានគ្រប់ជ្រុងជ្រោយអញ្ចឹងយើងមកមើល code យើងជាបន្តតមកខ្ញុំបានដាក់ function មួយទៀតគឺ clear form នៅពេលដែលគេបញ្ចូលទិន្នន័យរួចរាល់អស់ហើយគេចង់លុបវាចេញវិញចឹងនៅពេលគេបញ្ចូលទិន្នន័យអស់ហើយគេចង់លុបឡើងវិញគ្រាន់តែចុច cancel នោះព័ត៌មានទាំងអស់នឹងលុបចេញពី form register របស់យើងអញ្ចឹងយើងមកមើល code ជាបន្តហើយចំពោះ function render table គឺបានន័យថាខ្ញុំបង្កើតប៊ូតុង2ដែលសម្រាប់ឲ្យគេចុចនៅពេលដែលគេបញ្ចូលទិន្នន័យហើយគឺនេះបានន័យថាគេចង់ edit ឬមួយប៊ូតុងនេះគេចង់លុបហើយចំពោះលក្ខខណ្ឌវាចំពោះលក្ខខណ្ឌរបស់ដែលគេចង់លុបព័ត៌មាននៅគេបញ្ចូលហើយនេះនៅពេលដែលព័ត៌មាននេះយើងហើយយើងចង់ឧទាហរណ៍យើងចង់លុបចេញពី student list របស់យើងគឺចឹងយើងគ្រាន់តែចុចសញ្ញាខ្វែងនឹងមកនោះវានឹងលើប្រាប់យើងថាយើងចង់លុបវាពិតប្រាកដអត់អញ្ចឹងបើសិនបើយើងចង់លុបវាពិតប្រាកដយើងគ្រាន់តែចុច OK មកវានឹងបាត់ហើយបើយើងចូលហើយយើងចង់កែទិន្នន័យអញ្ចឹងនៅពេលដែលយើងចូលទិន្នន័យឈ្មោះemailហើយ profile របស់យើងចុច save នៅពេលដែលយើងចង់កែព័ត៌មានទាំងអស់ហ្នឹងយើងគ្រាន់តែចុចសញ្ញារូបបិទនេះមកយើងចង់កែព័ត៌មានមួយណានៅពេលបើសិនជាយើងចង់កែឈ្មោះយើងគ្រាន់តែចុចលើឈ្មោះហើយឧទាហរណ៍ឈ្មោះទីអញ្ចឹងយើងដូរដាក់ឈ្មោះផ្សេងដាក់ឈ្មោះតារាអញ្ចឹងនៅពេលដែលយើងកែហើយយើងគ្រាន់តែចុច save នោះព័ត៌មាននៅក្នុង student list របស់យើងគឺវានឹងដូរ auto ដែរអញ្ចឹងយើង code របស់យើងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណលោកគ្រូ